សួស្តីអ្នកនរនេះគឺជាវីដេអូខ្ញុំទៅពលានយន្តហោះថ្មីលើកទី1វីដេអូនេះរៀងយូរដែរតាំងពីថ្ងៃទី16 ខែ 9 នោះមុនប្រជុំទៀតប៉ុន្តែខ្ញុំចេះតែមានពេលកាត់ខ្ញុំទៅមួយក្រុមការងារ4នាក់ដើម្បីជូនសិស្សទៅរៀននៅប្រទេសចិនដែលពួកគាត់ទទួលបានអាហារូបករណ៍ 100% អញ្ចឹងពេលទៅដល់ហ្នឹងគឺពួកខ្ញុំទៅពេលផឹកដែរប៉ុន្តែខ្ញុំភ្លេចថាម៉ោងប៉ុន្មានបាត់ហើយព្រោះវារៀងយូរដែរពេលហ្នឹងសិស្សគាត់ទៅដល់មុនបាត់ហើយអញ្ចឹងទៅគាត់ចាំទៅមួយផ្លែពួកខ្ញុំទៅដល់ដែរពេលដែលទៅដល់ភ្លាមហ្នឹងពួកខ្ញុំក៏ចែកឯកសារឲ្យពួកគាត់កាន់រៀងខ្លួនដើម្បីយកទៅ check in អីចឹងទៅហើយគឺពួកគាត់ទៅតែ4នាក់ឯងអញ្ចឹងពេលទៅដល់វាអត់សូវញញ៉ៃដែរអញ្ចឹងហៅពួកគាត់ថតអីតិចតួចសភាអីតាមដែលពួកខ្ញុំធ្វើធម្មតាដើម្បីផុសទៅក្នុង page អីចឹងទៅហើយជួយមើលការខុសត្រូវប្រាប់គាត់ថាធ្វើមិនអីមិនពេលទៅដល់ហ្នឹងគាត់មានពេលរយៈពេល1ម៉ោងដើម្បី check in និយាយទៅពួកខ្ញុំប្រាប់ទាំងអស់ថាទៅធ្វើមិនហើយឲ្យពួកគាត់ចូល check in អីចឹងទៅហើយថ្ងៃដែលទៅដល់ហ្នឹងមានដូចជាមានអ្នកធំទៅទៀតគេមានបលីអីឈរឲ្យមកទូឃើញមានឡានឡើងច្រើនដូចជា 3-4 ឡានដែរនាំអ្នកធំមកតែខ្ញុំអត់ដឹងណាគេដែរខ្ញុំអត់ស្គាល់ដល់ពេលពួកគាត់ទៅមកស្ទុះទៅពួកខ្ញុំក៏បន្តការថតទៀតចឹងទៅនេះជាសកម្មភាពពួកខ្ញុំថតសកម្មភាពសោះថាចង់សួរថាគាត់មានចំណាប់អារម្មណ៍មិនពេលដែលគាត់បានទទួល mission ទៅរៀននៅប្រទេសចិនអញ្ចឹងទៅហើយខាងនោះគឺសុទ្ធតែបងប្អូនម៉ាក់ប៉ាគាត់អីជូនគាត់ឡើងយន្តហោះអញ្ចឹងសិស្សដែលទៅលើហ្នឹង4នាក់ដែលគាត់ត្រូវហោះទៅណាជីមអញ្ចឹងសម្រាប់អ្នកដែលចង់ទៅហ៊ាននៅប្រទេសចិនដើម្បីទទួលបានអាហារូបករណ៍ 100% ដោយមិនបាច់បង់អីអ្នកនរគ្នាអាចតាក់ទងមកខាងពួកខ្ញុំបានគឺ Step Forward Pro School អាចតាក់ទងទៅសួរព័ត៌មានសិនក៏បានដែរពេលដែលអ្នកចង់ទាំងអស់គ្នាទៅសួរព័ត៌មានអាចតាក់ទងទៅតាម page ឬក៏តាម Telegram ដែលខ្ញុំដាក់នៅខាងលើនេះប៉ុន្តែពេលដែលអ្នកនរគ្នា send ទៅហ្នឹងចង់ដឹងសួរព័ត៌មានណាកុំភ្លេចថតវីដេអូដែលខ្ញុំកំពុងតែនិយាយហ្នឹងឲ្យពួកគាត់មើលផងដើម្បីទទួលបាន consult free អញ្ចឹងសម្រាប់អ្នកចង់ទៅរៀននៅប្រទេសចិនកុំភ្លេចតាក់ទងមកដើម្បីសាកសួរព័ត៌មាននេះសោះតែអញ្ចឹងទេគឺអត់មានឱកាសចង់ទៅរៀនទេយើងត្រូវទៅរៀនទៅមើលថានៅប្រទេសគេមិនអីមិនហើយដើម្បីមកមើលពលានហោះថ្មីយើងផងព្រោះឥឡូវគេលេងបើកឲ្យយើងចូលក្នុងហើយអញ្ចឹងយើងចង់ចូលទៅក្នុងមើលដល់យើងជិះយន្តហោះអញ្ចឹងពេលជិះយន្តហោះដំបូងយើងទៅរៀននៅចិនហ្មងទៅស្រួលបានទាំងដើរលេងបានទាំងរៀនទៀតអញ្ចឹងរកណាបានកុំភ្លេចតោះយើងចូលវីដេអូយើងវិញពេលដែលជូនពួកគាត់ឡើង check in អស់ហើយពួកគាត់ឡើងទៅខាងលើដើម្បីត្រៀមចូលយន្តហោះអញ្ចឹងទៅពួកខ្ញុំក៏នាំគ្នាមកមើលនៅខាងក្រៅថាកន្លែងគេល្បីនំបញ្ចុកហ្នឹងគេមានតាំងអីគេខ្លះអញ្ចឹងទៅដើរមើលបានមកស្ទុះហើយក៏ពួកខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងជំរាបលាអ្នកនរគ្នា